Yo, hello សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទគ្រូសាវ៉ាតើអ្នកបានធ្វើការបន្តនៅសេរីនៅកញ្ចាស់របស់យើងទាំងអស់គ្នាបដានៅសេរីនៅកញ្ចាស់ហ្នឹងគេក៏បង្ហាញអំពីការពីមុនពេលដែលថាអូន Kistolio ហ្នឹងក៏មកវិញដែលថាពួកគេក៏នៅប្រយុទ្ធកោះទី15ដែរហ្នឹងនៅក្នុងការប្រយុទ្ធហ្នឹងប៉ុន្តែយើងក៏បានឃើញផងដែរថាអូន Kistolio អូនហ្នឹងគឺវាយទៅហាតែឯងតែថាមួយវាយមួយតែថាថាពួកអូនខ្លាំងណាស់មែនទែនអូនហ្នឹងវាយកំបាញ់ទេភាសាហ្នឹងក៏បានធ្វើការស្លាប់តែម្ដងទៅក៏ប៉ុន្តែភ្លាមនឹងមកបិសាចហ្នឹងក៏បានចេញជាតម្រងទី2អ្វីម្ដងដែលថាជាតម្រងទី2អ្វីវាក៏បានធ្វើការចេញជាមួយនឹងតម្រងទី2ទៅហើយតម្រងទី2មកក៏មានថាពួកខ្លាំងជាងមុនវាក៏ធ្វើការបាញ់វាយប្រហារទៅកាន់កូនចៅរបស់ពួកគេចិត្តហ្នឹងដែរឃើញជាមួយស្ថានភាពអត់ស្រួលមេបញ្ជាការក៏បានធ្វើការឲ្យពួកគេអស់គ្នាគឺដោទៅដោថយកម្លេចកំជុតទៀតព្រោះខ្លាចបាត់បង់ជីវិតហ្នឹងចំណែកអូនឃើញស្ទើរលេក៏លឿនភ្លាមអូននឹងក៏ចង់ទៅជុតទៀតហើយដែលថាគុំបានតែអាចហៀទប់តន់មិនទៅបាត់ហើយតែថាអូននឹងប៉ុន្តែក៏បាននិយាយមកថាអូននឹងគឺអត់ចង់និយាយអូននឹងគឺចង់ទៅវិញទៅមានសុខសុវត្ថិភាពដូចជាមានជីវិតហ្នឹងហើយអ្វីដែលកាន់តែពិសេសក៏នឹងក៏ចង់និយាយថាអូននឹងបានវិញហើយទៅកាន់វិលៀមរបស់យើងអ្វីដែលកាន់តែពិសេសមួយទៀតនោះគឺអូនចង់ញ៉ាំនំបាត់តែខេតរបស់វិលៀមរបស់យើងបន្តពីនិយាយហ្នឹងអូននឹងក៏បានធ្វើការចូលទៅវិហារបិសាចណាក៏ប៉ុន្តែក៏ដល់តែផ្លូវវាអូននឹងក៏បានធ្វើការមានការចងចាំមួយបណ្ដោយដែលថាការចងចាំពីរនេះប្រើការមុនក៏បានចូលក្នុងគុកក្បាលរបស់អូនផៃអូនក៏បានជិះជាពុកក្រហមមកដែរគេក៏កាត់ដល់ទៅបច្ចុប្បន្នមានថាវិលៀមមកយើងក៏មួយនឹងមេវិជាការពួកគេនឹងពេលក៏ផឹកតែងហ្នឹងថាមេវិជាការក៏នឹងបានផាព្រឹងថ្ងៃដែលថាពួកគេបានដកខ្លោយហ្នឹងគឺសារតែភាសានេះជាវិញចម្រងទី2ដូច្នេះទៅបានគេរាយការណ៍ថាគឺការប្រយុទ្ធហ្នឹងគឺបាន fair ឬមកក៏បរាជ័យថ្ងៃលើជាមួយចឹងហ្នឹងអូន Kistolio នឹងក៏បានធ្វើការសំទោសផ្សានពួកគេដោយសារតែអូននឹងគឺបានឈប់វាយកណ្ដាលផ្លូវកូននឹងក៏បានសំទោសដែរថ្ងៃនេះពួកគេក៏មិនចាញ់គឺសារតែអូនហ្នឹងឃើញថាអូន Kistolio នឹងក៏មានការបើកចិត្តអូន Ren អូននឹងក៏បានធ្វើការអាសាកាន់អូនទៅថាការយល់ភាសាហ្នឹងដែរគឺមិនមែនអញ្ចឹងទេបើសិនតែគ្មានអូនឯងការយល់ហ្នឹងគឺក៏ជាលំបាកហើយដោយសារតែអូនឯងម្នាក់ឯងបានជួយឲ្យពួកគេគឺរៀនមានជីវិតដ៏ស្ថាឥឡូវបើគ្មានឯងទេគាត់ណាពួកគេទាំងពីរផាច់ស្លាប់បាត់ទៅហើយអ្វីដែលកាន់តែប្រសើរមកគ្នាអូនឯងទេពួកគេកុំអាចរួចមិនដែរសារតែអូននឹងគឺរត់រួចទេសារតែអត់មានការវិភាគពីចម្ងាយហើយអត់មានណាគេ defend ការពេលទៅលើជើងខ្លួនហ្នឹងអូន Kistolio នឹងក៏យកព្រមជាមួយនឹងពេលដែលអូននិយាយដែរគឺវាទំត្រូវថ្ងៃហើយអូននឹងក៏បានសួរតែចុះមិនបានអូននឹងគួយលើវិលៀមរបស់យើងអូននឹងក៏ចំណែនថ្ងៃលើអញ្ចឹងភ្លាមហ្នឹងអូន Ren នឹងក៏បានប្រាប់ទៅថាអូនគួយលើដើម្បីឲ្យវិលៀមយើងគាត់នឹងគឺមានភាពអកក្តៅថ្ងៃគាត់នឹងគឺងេហើយបន្ទាប់មកអូននឹងក៏បានធ្វើការអោក៏បន្ថែមទៅឃើញអញ្ចឹងភ្លាមហ្នឹងវិលៀមយើងក៏នឹងក៏បានធ្វើការឲ្យអូន Kistolio ជួយកូនជួយគាត់ណាក៏តែអូននឹងក៏បាននិយាយផ្នែកក៏អូនអាចជួយទេភ្លាមនោះដែរអូនតែការអភិរក្សមួយនឹងក៏បានឈ្មោះដែរអូននឹងក៏បានធ្វើការឲ្យមានជាការថាពូហើយដោយសារតែគាត់នឹងមកបកកោទេការមិនពូទេដោយសារតែគាត់នឹងគឺជាមិត្តភក្តិមួយប៉ាបងអូនណាបន្តមកនឹងឃើញគាត់ក៏បានធ្វើការឲ្យសម្បត្តិមួយកាន់គាត់ទៅគឺដើម្បីគាត់នឹងគឺជួយការពារទៅកាន់ឪពុកបងអូនណាព្រោះមានអ្នកចង់សម្លាប់ពុកបងអូនទៅមូលហេតុដែលអូនសុំជំនួយពីគាត់នឹងគឺសារតែអូនឃើញថាជួយអូនទេដូច្នេះបានគាត់នឹងពីសុំឲ្យគាត់ជួយថ្ងៃដែលអូននឹងប៉ុន្តែគឺមានឈ្មោះថា Peter ក៏ប៉ុន្តែលោកពូនឹងក៏បានប្រាប់ថាគាត់នឹងគឺអាចជួយបានទេសារគាត់នឹងហ៊ានលួលដែរបន្ទាប់មកគាត់នឹងក៏បានធ្វើការមើលការលៀមនេះទៅខំយើងភ្លាមយើងក៏បានធ្វើការបៃសាដែលគាត់នឹងក៏ធ្វើការដែរអត់មានប្រព័ន្ធគាត់ផងគាត់ធ្វើទៅអីអត់មានបានប្រយោជន៍គាត់ផងគាត់នឹងគឺអត់ធ្វើទេនិយាយទៅគាត់បកកាយទៅម្ដងសារតែនឹងមិនផលប្រយោជន៍គាត់នឹងក៏ជួយអូនទេហើយបន្ទាប់មកគាត់នឹងក៏បានធ្វើចិត្តលេះទៅគាត់ថាអូលើដល់ពេលអូគាត់នឹងគឺត្រូវទៅជួបជាមួយនឹងអូន TR ឬមកក៏យកអូន TR ទៅផ្ទះវិញណាអីចឹងហើយក៏សុំទោសផងគាត់នឹងក៏អាចជួយពួកគេបានទេក៏ប៉ុន្តែអាចភារនឹងនៅតាមគាត់ហ្នឹងអូននឹងបានទៅថាកាយវិរោពិធីបុណ្យគឺខាងមុខគឺអូននឹងគឺបរំផ្លេចប៉ះបងត្រូវមានគេសម្លាប់ព្រោះវានេះគឺជារឿងមួយដែលមេគេល្បីយូរហើយដូច្នេះទៅបានជាអូននឹងគឺចង់ឲ្យគាត់ជួយអូនណាព្រោះវាអាពួកជើងកាងក្នុងទីក្រុងហ្នឹងគឺការហាំតែគឺស្លាប់ចូលតែម្ដងអ្វីដែលការពិសេសខំមកអូននឹងគាត់អាចគឺចាប់ឃើញក្មេងលោកអង្គថ្ងៃដូច្នេះទៅបានជាអូននឹងគឺចង់គាត់ជួយហើយវិលៀមយ៉ាងបើថាមិនហៅពូណៃជួយទៅគាត់មិនពូណៃទេគាត់នឹងក៏ដឹងថាធ្វើរឿងហ្នឹងវាត្រូវក៏ប៉ុន្តែគាត់នឹងគឺមិនចង់ធ្វើទេព្រោះវាបានផលប្រយោជន៍អីសម្រាប់គាត់ហើយទាំងវើដែលអូនធ្វើនឹងពងអ្នកអតីតហ្នឹងវាជារឿងមួយហើយដែលធ្វើឲ្យមានសង្គ្រាមកើតឡើងហើយលើអញ្ចឹងភ្លាមហ្នឹងអូនក៏បានធ្វើការសែបទៅឃើញភ្លាមយើងក៏នឹងបានធ្វើការហត់ទៅលឿនមកហើយពួកគេក៏បានធ្វើការទៅជួបជាមួយនឹងអូន TR ហ្នឹងតែអូន TR អូននឹងក៏បានធ្វើការសារគឺតែអូននឹងគឺបានសើចនៅពេលដែលអូនមានរបួសថ្ងៃនេះក៏បញ្ជាក់បានថាអូននឹងគឺកាជាមនុស្សធំហើយដែលថាអូននឹងខំបង្អួតពួកគេថាអូនគឺធំហើយណាឃើញថាអូន TR នឹងកំពុងយកមួយលៀមយើងក៏អាប់ទៅអូននឹងក្មេងហ្នឹងគ្មានធំណាទេឃើញចាំភ្លាមហ្នឹងអូនអ៊ីហៀវនឹងក៏បានធ្វើការកាត់ចង្វាក់đểកុំឲ្យពួកគេឆ្លោះគ្នាហើយចំណែកអូន Peter នឹងទៅតាមពួកគេហើយដើម្បីឲ្យវិលៀមយើងគឺជួយកាន់អូនណាដែលថាពួកគេក៏បានប្រាប់វិលៀមទៅថាខ្លួនឯងមើលបាប់អូនណាអូននឹងគឺចង់ឲ្យធ្វើការជួយពួកគេវិលៀមយើងបានថាទៅជួយគេគាត់នឹងគឺធ្វើទេបើសិនវាអត់ប្រយោជន៍ណាសម្រាប់គាត់អ្វីដែលគាត់ធ្វើបានគាត់ធ្វើអ្វីគាត់ធ្វើមិនបានគាត់អត់ធ្វើទេម្លងប៉ុណ្ណឹងដែរអូន TR អូននឹងក៏បានធ្វើការឈ្ងុយជាមួយសាច់អូននឹងក៏បានឲ្យការឲ្យពួកគេទាំង3ទាំង4នឹងធ្វើកាត់ទីសាច់ញ៉ាំទៅអូននឹងក៏បានចង្អុលផាបឃើញជាមួយឱកាសល្អអូន Peter នឹងក៏បានធ្វើការចាប់វិលៀមយើងថាឈប់សិនក៏បានទិញនឹងព្រោះសាច់នឹងគឺល្អតែអ្វីដែលកាន់តែពិសេសតម្លៃថ្លៃតែម្ដងហើយសាច់នឹងក៏មិនសាច់ពេលគាត់ដែរជាមួយក៏សាច់ខ្លាំងខ្លាយអញ្ចឹងណាហើយបន្តអូននឹងក៏បានធ្វើការនាំគាត់ទៅហាងមួយដែលជាហាងពិសេសទៅដែលរបស់ថ្លៃហើយរបស់ពិតទៀតគឺឆ្ងាញ់តែម្ដងនៅពេលដែលពួកគេដល់ហើយបានញ៉ាំពួកគេក៏បានសើចថាកន្លែងហ្នឹងគឺឆ្ងាញ់ខាងតែអាហារជាមួយឆ្ងាញ់ម្ដងអ្វីដែលកាន់តែពិសេសគឺតម្លៃថោកទៀតឃ
ឃើញជាមួយនឹងការអាសាលើនឹងអូនភីរជាមួយនឹងម្ចាស់ហាងក៏បានធ្វើការសញ្ញោឲ្យទៅសារនេះគឺជាគម្រោងការពួកគេដើម្បីចាប់ម៉ួយហ្នឹងក៏ប៉ុន្តែបើយើងមើលកាន់អូន Costelli ក៏បានមានអារម្មណ៍ថាអូននឹងក៏ញ៉ាំអីទេមានអារម្មណ៍ថាអូននឹងគឺមកពីសង្គ្រាមវិញអូនគឺអត់សប្បាយចិត្តណាវិលៀមយើងក៏បានប្រាប់អូនញ៉ាំទៅបើអូនញ៉ាំកើតទេទុកឲ្យបងអូនទាំង3ទៅ4ហ្នឹងកំញ៉ាំក៏បានដែរប្រចាំសែទេហើយបន្តមកហ្នឹងអូនភីរ៉ូនឹងក៏បានធ្វើការប្រាប់ទៅកាន់ពួកគេថាកន្លែងហ្នឹងមិនដែលជាកន្លែងមួយដែលល្អឬមួយក៏កន្លែងមួយជាសេវាកម្មដ៏ល្អទៅអ្វីដែលការផ្សាយកន្លែងហ្នឹងមិនដែរគឺល្អហ្នឹងតែសម្រាប់អ្នកដើរកន្លែងដើរលេងមួយក៏កន្លែងនៅមកច្រើនគឺល្អម្ដងកន្លែងហ្នឹងគឺលក់ថ្លៃថោកអ្វីដែលការផ្សាយតំបន់ហ្នឹងមិនដែរគឺជាតំបន់មួយដែលគេថតរឿងលីសានថ្ងៃគ្រាន់រឿងភ្លាមណាអូន TS ក៏បានស្បៃអបហើយហើយបន្តមកពួកគេទាំងពីរក៏បាននិយាយគ្នាទៅថារឿងលីសានហ្នឹងគឺល្អឡើងមែនទែនគឺកន្លែងអង្គុយគ្នាកន្លែងថើបគ្នាទៅដែលយើងមកកាន់ពួកគេទាំងពីរដូចត្រូវគ្នាមែនទែននិយាយមកគឺត្រូវគ្នាតែម្ដងមកហើយបន្តមកហ្នឹងអូន TS ក៏បានសួរទៅកាន់អាចារ្យនៅថាអូនហ្នឹងគឺជាកន្លែងហ្នឹងអត់គឺមើលក៏ជាតំបន់ហ្នឹងណាព្រោះអូនគឺជាតំបន់ហ្នឹងដែរហើយតមកអាចារ្យភីរ៉ូនឹងប្រាប់ថាតំបន់ហ្នឹងអូនគឺជាខ្លាំងតែសារវាគឺជាផ្ទះបងអូនគឺជាកន្លែងនៅបងអូនអ្វីដែលកម្មផ្សាយគឺជាកន្លែងមួយដែលអូនសប្បាយចិត្តតែខាងការរស់នៅលើយើងភ្លាមណាវិលៀមយើងក៏នឹងក៏បានធ្វើការសាយទៅហើយក៏នឹងក៏បានថាក៏សន្តោសបងដោយសារតែអូននិយាយចឹងទៅគឺខ្ជុះឡើងមែនទេថាអូននិយាយពីអ្វីអូនស្រឡាញ់គឺជាមកខ្ជុះតែម្ដងហើយបើយើងមើលកាន់អាចារ្យភីរ៉ូទៅនឹងធ្វើអូនខ្ជុះតែម្ដងបន្ទាប់ពីញ៉ាំហើយពួកគេអស់គ្នាក៏បានធ្វើការមកមើលធ្នូខ្មោចឬក៏មកមើលធ្នូវារបស់ពួកគេដែលបានស្លាប់តាំងពីយូរហើយអាធ្នូនេះក៏បានដាក់ក្នុង movie ដែរដែលធ្វើពួកគេទាំងពីរទាំង3ក៏បានសប្បាយក្នុងការមើលដែរចំណែកឯអូន Crystal វិញអូននឹងក៏អត់សប្បាយចិត្តទេមើលកាន់អូននឹងក៏ដូចជាសែសដែរហើយតមកអូននឹងក៏បានធ្វើការមើល cloud ទៅមើលអ្នកសម្ដែង cloud គេកំពុងថំពីហ្នឹងទៅនៅពេលដែលកំពុងមើលហ្នឹងអូនក៏បានធ្វើការនៅឃើញដល់ការចងចាំនេះដែរដែលជាការចងចាំនៃ cloud ហ្នឹងឯងជីងរូបរាងពណ៌ក្រហមសាយពីនឹងទៅប៉ែទៅពេលពេញនឹងតែម្ដងធ្វើអូននឹងគឺបែកខួរវាឡើយហើយអូននឹងក៏មានការ slow ដែរបើអូននឹងគឺនៅយូរពេកក៏ពុំបានទេអូននឹងប្រហែលស្លាប់បាត់ហើយបន្តមកគីវិលៀមយើងក៏នឹងក៏បានធ្វើការហៅអូនដែរអូននឹងក៏បានដឹងខ្លួនវិញណាវិលៀមក៏បានសួរទៅកាន់អូនទៅតែអូនមានអារម្មណ៍មិនដែរបើសិនជាអូននឹងមានអីអត់ស្រួលខ្លួនមករឿងអីកាត់ឡើងអាចប្រាប់គាត់បានក្រែកលោបត់អាចចុះជុលឬក៏អាចកែសម្រួលជួយកាន់អូនបានហើយអូនក៏ស្លៀកនឹងគាត់ទៅអូននឹងអត់មានអីទេថាអូននឹងលាក់បានកាន់ពួកគេឃើញយើងភ្លាមយើងបាត់ថាអត់អីយ៉ាងបើសិនតែឲ្យរៀងកែអូនហ្នឹងអត់ស្រួលទេចាំគាត់ម៉ាសាឲ្យទៅម្ដាយរបស់គាត់ទៅបាទពួកអូនទាំងពីរក៏បានធ្វើដៃតាមគាត់ឆ្ងល់អាហ្នឹងអីគេបើអូនគីសលៀវនឹងអ៊ីនណានិយាយលេងឲ្យពួកគេទាំងអស់គ្នាក៏បានធ្វើការទៅដល់កន្លែងចន្ទើសែហាមហ្នឹងគឺជាកលវៈមួយក្នុងរឿងវីសានរបស់ពួកគេរឿងលីសានថ្ងៃឃើញជើភ្លើងហ្នឹងអូនរ៉ែនជាមួយនឹងអូន TS ពួកគេទាំងពីរក៏បានធ្វើការឡើងទៅលេងដែរក៏ប៉ុន្តែគេបានប្រាប់ទៅថាឲ្យលោតចុះលេងឬមកក៏វិលខ្លួនលេងគឺទៅឲ្យទេលើជើភ្លើងហ្នឹងពួកគេទាំងពីរក៏មានការកៀងមកដែរបាទចំណែកអូន Crystal វិញអូននឹងក៏បាននឹកឃើញឬមកក៏មានអារម្មណ៍ថាមានគេពងតាមដានអូននឹងក៏បានការសួរការវិលៀមទៅវិលៀមក៏បានប្រាប់ថាគឺគ្មានអីទេបន្ទាប់មកគាត់នឹងក៏បានធ្វើការខ្សឹបទៅកាន់អូន Peter សួរអូនទៅថាកន្លែងណាដែលអាចមាននៅច្រើនទៅបានណាហើយអូន Peter ក៏បានធ្វើការនាំពួកគេទៅកន្លែងដងនំវាសនាមដែរពួកគេគាត់បោះកាត់ទេបន្ទាប់ពួកគេគឺផ្សងសំណាងទៅបានហើយអំឡុងពេលហ្នឹងដែរមានណាក្រុមជើងកាងក៏បានចេញមកតែគឺក្រុមជើងកាងប្រចាំទីក្រុងហ្នឹងតែម្ដងវាចេញមកហ្នឹងក៏បានធ្វើការប្រាប់ឲ្យអូនភីរ៉ូអូននឹងចុះចាញ់ទៅឬមួយក៏ចែកអំពី performance ឬមកក៏ចែកអីក៏កាន់គាត់ទៅពួកគាត់នឹងគឺនឹងសម្លាប់ទៅកាន់ពួកអូនហ្នឹងអ្វីដែលកាន់ផ្សេងអីកាន់តាមទៅសារតែឃើញតែគ្នាវាច្រើនជាងកាន់ពួកគេអូនយ៉ាងថាអូនភីរ៉ូនឹងក៏យកប្រមមួយពួកគេទៅបន្តមកវាក៏បានធ្វើការអូនចៅវាប្រហែលកាន់ពួកគេទៅក៏ប៉ុន្តែវិលៀមយើងក៏នឹងក៏បានធ្វើការដៃគាត់ធ្វើជាកំភ្លើងបាញ់នៅបាទ bang 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 ប្រើយពេលតាមផ្លាតនេះកូនចៅគាត់នឹងក៏បានធ្វើការដេកដួលដែរបាទវិលៀមយើងក៏បានធ្វើការផាលកាន់ពួកគេថាអ្វីដែលគាត់ធ្វើនឹងគឺជាកម្រងការរបស់គាត់ថ្ងៃនេះគាត់ដឹងថាមានគេតាមដានគាត់អ្វីដែលកាន់តែប្រសើរគាត់នឹងគឺអូន Purdy គឺជាងុយដើម្បីឲ្យពួកនឹងចេញមកស្លាប់វាចោលមកកវាយវាដេកហ្នឹងអ្វីដែលកាន់តែប្រសើរគាត់នឹងក៏បានប្រឹងភ្លីហើយទៅទៀតភ្លីនឹងមកហើយមុនហើយគាត់ធ្វើអញ្ចឹងគ្រួសារដែលគាត់ក៏បានឃើញថាគឺអូន Purdy អូនគឺខ្លាំងទីកងតាមតែដូច្នេះគាត់នឹងឃើញថាអូននឹងទៅសាក់ជួបទៀតគាត់នឹងក៏បានជួយអូនដែរឬក៏អាចនិយាយបានថានេះគឺជាកម្រងការឬមកក៏ headផលរបស់គាត់តខ្លួនណាលើអញ្ចឹងភ្លាមហ្នឹងអូនអ៊ីហ៊ីលនឹងបានថាទៅជុំមកវិលៀមយកវាគួរខ្លាយខ្លាំងមែនទែនមកហើយអូនចឹងកាន់តែតាហ្នឹងវាជាចាប់វាមកចាប់ទៅកាន់វិលៀមអញ្ចឹងក៏ប៉ុន្តែពេលណាប៉ូលីសក៏បានមកទាន់ហើយក៏បានចាប់អូនមួយបាត់ហើយបាទប៉ូលីសក៏បានធ្វើការចាប់ពួកអូននឹងអស់បាត់ហើយគឺចាប់ចងបាត់អស់តែម្ដងគឺខ្សែលំតែនកម្រងវិលៀមមកយើងបាទអូនរ៉ែននឹងក៏បានឃើញកាក់ខំដៃមិនដឹងថាវិលៀមយើងគឺជាបរិះកាក់ថ្ងៃគេបាញ់កាក់ហើយបន្ទាប់មកហ្នឹងអាចារ្យភីរ៉ូនឹងក៏បានធ្វើការតេវិលៀមមកក៏ភ្លាននៅសារតែគាត់នឹងគឺបានផាអូនណាឬមកក៏ផាអូនជំនួយអត់ផាអូនជាមុនណាហើយអូននឹងក៏អរគុណដែលគាត់នឹងគឺបានជួយកាន់អូនក៏ប៉ុន្តែអូននឹងក៏ចៅគាត់នឹងគឺផាអូនទេគឺផាមកដូចជាទេសកលហ្នឹងគាត់គិតអញ្ចឹងបន្ទាប់ពីស្ដីឲ្យនឹងអរគុណហើយអូននឹងក៏បានធ្វើការលាពួកគេទៅកូននឹងក៏សង្ឃឹមថាពួកគេគឺនឹងមកមើលទស្សនាទីក្រុងនងទៀតណាពេលល្ងាចក៏ដល់ពេលវេលាដែលពួកគេទៅផ្ទះវិញថ្ងៃវិលៀមយើងដើរតាមផ្លូវក៏នឹងក៏បាននិយាយមួយអូន Crystal ថាគាត់ក៏បានឃើញដែរថានេះគឺជាក្រុងដ៏ស្រស់ស្អាតមូលហេតុអីបានជាអូនភីរ៉ូហ្នឹងគឺការពេលក្រុងហ្នឹងគឺចៅមានពួកជនពេលមកបំផ្លាញក្រុងចោល
អំឡុងពេលនិយាយគ្នាហ្នឹងអូនគឺសូលីអូននឹងក៏បានឈប់ដែរអូននឹងក៏បានសួរទៅគាត់នឹងគឺប្រើកាំងមែនអូននឹងក៏បានឃើញដែរថាគាត់នឹងគឺបាញ់កាសគាត់នឹងគឺមិនបាញ់កំភ្លើងវាតែមុនទេអ្វីដែលអូនសង្ស័យហ្នឹងគឺទៅត្រឹមត្រូវដោយសារតែវីលៀមហ្នឹងគាត់នឹងគឺបានប្រើកាក់ធ្វើជាកំភ្លើងបាញ់ទៅកាន់ពួកអូនទៅគឺមិនជាកំភ្លើងទេគឺជាកាក់គាត់បាញ់ទេវីលៀមរបស់យើងគាត់នឹងក៏បានធ្វើការសរសើរទៅកាន់អូនទៅសារតែអូននឹងគឺស្វែងរកអំពីចំណុចត្រូវឬក៏ដឹងតែគាត់នឹងគឺប្រើអំពីការវាផាងឯងអូនគឺទូលីបានប្រាប់ទៅថាអូននឹងដឹងរឿងនឹងអ្វីទាំងអស់ព្រោះអូននឹងគឺជាអ្នកដែលដឹងពីអំពីគាត់ក្នុងក្លឹបហ្នឹងក៏ដឹងទាំងអស់ម្ដងហើយអូនក៏បានសួរទៅគាត់នឹងគឺចង់ប្រយុទ្ធមែនគាត់នឹងគឺចង់វាយជាមួយប្រធរឬមកក៏ចង់វាយមួយវិសាចមែនលើជើងភ្លៀងវីលៀមយើងក៏នឹងក៏មានចំនួនការកាំងម្ដាយអូនគឺទូលីបានបន្តទៅថាអូននឹងម្ដាយគឺចង់យកការវិផាតអូនគឺវាយអូនតែឯងទេអូននឹងក៏ចង់គាត់វាយប្រហារទេសារតែអូននឹងខ្លាចគាត់ស្លាប់ថ្ងៃវីលៀមយើងក៏បានតបវិញថាគាត់នឹងគឺមិនចង់វាយទេក៏ប៉ុន្តែគាត់នឹងគឺមិនអាចទៅរស់នៅដូចឃើញមនុស្សខ្លួនស្រឡាញ់ក៏បានស្លាប់ដូច្នេះគាត់នឹងគឺមិនចង់ដូចជាងការមុនទេតែគាត់នឹងគឺបានមើលឃើញជាមួយមនុស្សខ្លួនស្រឡាញ់បានស្លាប់ចោលតែគាត់គឺមានកម្លាំងវាយបានក៏ប៉ុន្តែគាត់មិនបានជួយពួកគេទេគាត់នឹងគឺពិតស្ដាយកម្លាំងមែនតើក៏ប៉ុន្តែឥឡូវគាត់នឹងគឺបានជួបអូនហើយក៏បានធ្វើគាត់កែប្រែគាត់ដឹងថាមនុស្សដែលអូនចិត្តបើគាត់ស្រឡាញ់គឺជាអ្នកគេមនុស្សគាត់ចង់មើលថៃជាអ្នកគេដូច្នេះគឺគាត់នឹងគឺខំប្រឹងវឹកហាត់ដើម្បីការពារលោកអូនថ្ងៃអ្វីកាន់តែពិសេសគាត់តែពឹកមិញគាត់នឹងដឹងថាអូននឹងគឺបានប្រយុទ្ធឈ្នះឬអូនវិញដល់មានជីវិតគាត់នឹងសុបាយចិត្តប្រកាសហើយគាត់នឹងគឺសុបាយខ្លាំងតែបានឃើញថាអូននឹងគឺមានយុទ្ធជីវិតមកវិញលើអញ្ចឹងណាអូនឃើញសូលីអូននឹងក៏មានការសប្បាយចិត្តផងអៀនផងដែរបន្តមកអូននឹងក៏បានថាទៅកាន់គាត់ទៅថាអូននឹងក៏ដែរគឺបានស្រឡាញ់គាត់ហើយអូនក៏បានសារភាព恋してますからបន្ទាប់ពីសារភាពហើយពួកគេទាំងពីរក៏បានធ្វើការដើរតែធម្មតាថ្ងៃដែលថាដើរតាមផ្លូវវីលៀមយើងក៏នឹងក៏បានជួបជាមួយនឹងបុរសម្នាក់ផងដែរបុរសទាំងសែនហ្នឹងក៏បានថាទៅកាន់គាត់ទៅគឺមានមនុស្សម្នាក់គឺចង់ជួបមួយគាត់គឺជាមានម្នាក់គឺចង់បានគាត់ទៅមួយក៏ជួបមួយគាត់ទៅក៏ប៉ុន្តែវីលៀមយើងក៏នឹងខ្វល់ហើយក៏នឹងក៏បានដើរជិះនឹងក៏បានថាគាត់នឹងគ្មានកម្រោជួបណាគេទេគ្រាន់តែបុរសនឹងនិយាយផងដែរថាអ្នកចង់ជួបគាត់ហ្នឹងគឺមានឈ្មោះថាស៊ូវងវីលៀមយើងក៏នឹងក៏បានធ្វើការឈប់ថ្មងតែម្ដងនិយាយទៅនឹងថាបុគ្គលឈ្មោះស៊ូវងជាណាគេដែលធ្វើវីលៀមយើងក៏នឹងគឺឈប់គាត់នឹងក៏ចង់ទៅជួបថ្ងៃបន្ទាប់មកគាត់នឹងក៏បានធ្វើការបជាឬមកក៏សុំជំនួយពីមេវិជ្ជាការនឹងឲ្យគាត់នឹងគឺជួយមើលថែកាន់ក្មេងៗហ្នឹងផងដែលថាគាត់នឹងគឺជួបជាមួយនឹងអ្នកដែលមានឈ្មោះថាស៊ូវងណាលើជឿនឹងអូនឃីស្តូលីបានទៅកាន់គាត់ទៅកុំឲ្យគាត់ទៅអូននឹងក៏បានអបដៃគាត់ដែរព្រោះគាត់បានសន្យាvớiអូនហើយថាគាត់នឹងក៏ទៅណាចោលអូនទេវីលៀមក៏បានប្រាប់ទៅកាន់អូនទៅគាត់សុំទោសផងគាត់នឹងក៏ត្រូវទៅហើយព្រោះគឺមានជាមនុស្សម្នាក់ដែលគាត់ត្រូវជួបជួយមិនតាន់ណាស់ម្ដងលឿនជិះអូនឃីស្តូលីនឹងក៏បានធ្វើការយំទៅប្រាប់ថាអញ្ចឹងមិនគាត់នឹងគឺត្រូវមកទៅលឿនអូននឹងចាំគាត់នៅពេលលេងថ្ងៃវីលៀមយើងក៏នឹងក៏បានឃើញថាអូននឹងខ្លួនឯងគឺមានទស្សនវិជ្ជារូបរាងក៏ដូចជាមិត្តភក្តិការចាស់របស់គាត់ថ្ងៃហើយវីលៀមយើងក៏នឹងក៏បានធ្វើការសន្យាអូនថាគាត់នឹងទៅផ្ទះបានលឿនទៀងផុតតាមអាចធ្វើទៅបានទៅហើយពួកគេទាំងពីរទាំងបីហ្នឹងក៏បានធ្វើការបាយបាយទៅវីលៀមយើងក៏បានយកចិត្តមកថាគាត់នឹងគឺនឹងព្យាយាមទៅផ្ទះបានលឿនតាមអាចធ្វើទៅបានថ្ងៃយើងក៏មានការសើចចំពោះអូនឃីស្តូលីមកសារតែអូនឥឡូវអូននឹងគឺកំពុងតែមានអាចជំងឺការចងចាំរើឡើងតែថាអូននឹងគឺអមធ្វើការនៅចិត្តអូនដើម្បីជួយលើកចិត្តអូនបើលៀមទៀតមិនថាអូននឹងគឺសេតែម្ដងសារតែអូននឹងអត់មានណាគេនិយាយពឹងពាក់ជាមួយទេហើយយើងក៏ចាំមើលថាលោកស៊ូវងជាណាគេបានវីលៀមចង់ជួបហើយសាច់រឿងភាគថ្មីនេះរឿងកញ្ចាស់របស់យើងគឺមិនតែប៉ុណ្ណេះពីខ្ញុំបាទគ្រូសវ៉ា Goodbye វ៉ាというわけでサービスショットいやどこ向いてんだどこーバカには見えないカメラ裸だけにってか